ឲ្យតែឯរៀបការជាមួយនឹងគ្រួសារជាងបានខ្ញុំចូលបណ្ដាការ10កោតចូលមកដល់បងដើម្បីបានរៀបការជាមួយគ្រួសារជាងខ្ញុំព្រមយកទ្រព្យសម្បត្តិរៀបការហើយយកទៅបងស្រីទាំងអស់ណាពេលនេះទីផ្សារកន្លែងមើលគូវាដល់ម្លឹងផងហីចេញបងស្រីដើម្បីបានរៀបការជាមួយនឹងគ្រួសារជាងក្រៅពីទ្រព្យសម្បត្តិហើយខ្ញុំព្រមធ្វើជាអ្នកបម្រើឲ្យបងស្រីទៀតផងណាមិនត្រូវហ្វឹងលីវាមិនតាន់មកមានតែហ្វឹងលីទេដែលជាមិត្តល្អរបស់យើងនោះអ្នកនាងគ្រួសារជាងខាងថ្ងៃនេះបានវិលត្រឡប់មកប្រទេសវិញហើយលើថាការមកវិញលើកនេះគឺដើម្បីការរៀបការភ្ជាប់ទំនាក់ទំនងគ្រួសារពួកឯងក៏ចូលមកនៅនឹងអ្នកនាងជាងដែរអ្នកនាងជាងជារបស់យើងទេកុំចង់នៅណាមជាមួយយើងអញ្ចឹងចាំមើលថាតើអ្នកណាមានសមត្ថភាពដល់នឹងគេបានឬក៏អត់ពួកឯងអត់នេះយ៉ាងម៉េចហ៎យើងទុកថាជាពួកម៉ាក់ពួកឯងមួយបានជាចង់ធ្វើជាបនថ្លៃយើងឆាប់ចេញទៅយើងប្រាប់ពួកឯងបងស្រីយើងអ្នកណាក៏គាត់មិនចូលដែរដឹងដែរទេណែហ៎បងស្រីហេអាពួកអស់ឯងនេះណាកុំចង់រៀបការជាមួយបងស្រីអសោះយើងប្រាប់ពួកឯងបងស្រីគឺជារបស់យើងតែម្នាក់កុំបារម្ភអីបងនឹងមិនព្រមទេពិតមែនហ៎ព្រោះឯងបងខ្លាចឯងនោះបងរើសរួចហើយហ៎និយាយថាម៉េចតទៅរៀបចំមកកៅខ្ញុំឲ្យតែឯងព្រមរៀបការមានកូនអ្វីផ្សេងទៀតចង់លេចយ៉ាងម៉េចក៏បានដែរគឺយើងពិតជាមិនខ្វល់ជាមួយនឹងឯងទេខ្ញុំមិនព្រមទេមិនបានចៃមិនព្រមគឺមិនព្រមហើយឯងជឿថាពេលនេះយើងអាចដាច់សម្រាប់ខ្លួនឯងដែរទេតាគិតថាតាចេះគម្រាមគេខ្ញុំក៏ចេះគម្រាមដែរសៀវចៅទៅផ្ទះបាយទៅយកកំបិតមុតជាងគេឲ្យនៅប្រុសមកបានលោកម្ចាស់ឈប់សិនតារៀបចំអ្នកណាឲ្យខ្ញុំដែរទៅកូនស្រីគ្រួសារជាងគឺជាងថោកបងស្រីរបស់ជាង3ម៉ែត្រទេគេអាយុច្រើនជាងខ្ញុំដល់15ឆ្នាំឯណោះឯងខ្វះក្តីស្រឡាញ់ម៉ាក់តាំងពីក្មេងមកមនុស្សឆ្លាតល្អដូចជាម៉ាក់ឯងណាត្រូវហើយយប់នេះយើងណាត់តែញ៉ាំបាយជាមួយនឹងគ្រួសារជាងទៅជាមួយគ្នាទៅបងលេងមិនបានជាឯងនៅទីនេះអញ្ចឹងហើយនិយាយគ្នាភ្លាមក៏មកផ្លេតដល់លោកទេប៉ាម៉ាក់ប៉ាម៉ាក់ថ្ងៃនេះពួកយើងមិនមែនមកញ៉ាំបាយជាមួយនឹងគូដណ្ដឹងរបស់បងស្រីទេមិនបានជាដល់ហាងគ្រួសារហ្វឹងចឹងសៀវប៉ៃពេលនេះទៅសៀវលីងគឺជាអនាគតបងថ្លៃឯងហើយណាថាម៉េចយើងទៅឯងជាមិនល្អឯងចង់ដេកជាមួយនឹងបងស្រីយើងទៅវិញមង្គលការនេះពួកយើងសិតតែយល់ព្រមអាកូនកំហុយឯងនេះមានបញ្ហាអីទៅណែកូនគេនៅក្មេងគ្មានបញ្ហាទេមកពួកយើងផឹកស្រាទៅមកបងលេងឯងចេញមកយើងមានការចង់និយាយជាមួយឯង